អ្នកបម្រើវាងអាយុ18ឆ្នាំបានលាងខ្លួនស្អាតបាត់ហើយមានទំនាក់ទំនងស្នេហាជាមួយនាងដឹងរឿងក៏ខឹងយ៉ាងខ្លាំងបញ្ជាឲ្យធ្វើបាបអ្នកបម្រើនោះនាងរងទារុណកម្ម3យប់3ថ្ងៃតតែសល់ដង្ហើមចង្រិតរួចគេក៏បោះនាងចេញពីវាំងហើយប្រាប់រេទីយាតថានាងឈឺធ្ងន់ស្លាប់បាត់ទៅហើយបន្សល់ទុកតែស្នៀតសក់មួយប៉ុណ្ណោះរេទីយាតកើតទុកខ្លាំងរហូតធ្លាក់ឈាមមួយពព្រិចភ្នែក7ឆ្នាំកន្លងផុតទៅអ្នកបម្រើដែលត្រូវគេបណ្តេញចេញបានបង្កើតកូនភ្លោះ2នាក់តែដោយសារការធ្វើទារុណកម្មការនោះធ្វើឲ្យនាងពិការភ្នែករាងកាយចុកខ្សោយកូនទាំងពីរចេះដឹងក្តីណាស់ក៏យកថង់ក្រអូបដែលម៉ែប៉ាទៅលក់នៅផ្សារដើម្បីរកលុយទិញថ្នាំឲ្យម៉ែនឹកស្មានមិនដល់ថាបានជួបឪពុកបង្កើតដែលคล้ายជាស្តេចទៅហើយលោកពូជួយទិញថង់ក្រអូបមួយទៅខ្ញុំឲ្យលោកពូថង់ក្រអូបនេះប៉ាក់រូបអីហ្នឹងរូបសត្វប្រវឹកសត្វប្រវឹកជាសត្វតំណាងឲ្យគូស្នេហ៍សង្ឃឹមថាស្នេហាលោកពូនឹងអំតាក់ដូចសត្វនេះដែរល្អណាស់ថង់ក្រអូបទាំងនេះខ្ញុំយកទាំងអស់ប្រាក់ប៉ុណ្ណេះគួរតែគ្រប់ហើយអរគុណលោកប្រុសរបស់លោកប្រុសធ្លាក់ហើយស្នៀតសក់នេះមានតម្លៃណាស់ឯងយកវាពីណាឯងឆាប់ប្រាប់មករបស់ថ្លៃបែបនេះក្មេងតូចដូចឯងមិននឹងមានវាបានថ្ងៃនេះបើមិនប្រាប់ការពិតទេខ្ញុំមិនរកស៊ីជាមួយឯងទេនេះជារបស់ម៉ែខ្ញុំឲ្យមកលោកប្រុសទីមិនខុសទេរបស់នេះពិតជានៅនឹងក្មេងនេះមែនម៉ែឯងឲ្យមកឬយកស្នៀតសក់មកនេះខ្ញុំមិនបានលួចទេនេះគឺខ្ញុំរើសបានទេរើសបានហើយមិនប្រគល់ឲ្យម្ចាស់ទុកជារបស់ខ្លួនឯងវាមានអីខុសពីចោលលួចនោះខ្ញុំឲ្យឱកាសឯងម្ដងទៀតយកស្នៀតសក់មកនេះជាក្តីសង្ឃឹមតែមួយគត់ដើម្បីជួយម៉ែពេលត្រូវគេសួរដេញដោលក្មេងប្រុសរារែកចិត្តរវាងភាពស្មោះត្រង់និងភាពអត់ញញគេធ្វើជាហុចស្នៀតសក់ឲ្យតែបែរជាបកក្រោយរត់ទៅវិញតែទើបនឹងរត់ក៏ត្រូវអង្គរៈចាប់បានប្អូនស្រីដែលលោកមើលក៏ស្ទុះចេញមកចាប់ជើងស្ទេចអង្វរឲ្យបងប្រុសពេលនេះស្ដេចជឿតែអ្វីដែលភ្នែកខ្លួនឯងឃើញក៏បំរុងនឹងចាត់ការក្មេងស្រីនោះក្មេងប្រុសភ័យពេកក៏ខំដៃអង្គរៈហើយដកកាំបិតខ្លីឈោតដៃស្ដេចភ្ញាក់ព្រឺតព្រោះកាំបិតខ្លីនោះគឺជាកាំបិតដែលទ្រង់ធ្លាប់ឲ្យទៅមនុស្សស្រីដែលទ្រង់ស្រឡាញ់ទ្រង់ក៏សួរប្រភពកាំបិតមិនទាន់ទាំងបានឆ្លើយផងម្ចាស់ហាងបញ្ចាំក៏ចេញមកចោទថាកាំបិតនេះក្មេងប្រុសលួចពីហាងគាត់ស្ដេចក៏ជឿសម្ដីនោះដោយគិតថាប្រហែលក្រោយនាងស្លាប់ទៅរបស់របរត្រូវគេយកមកលក់នៅហាងបញ្ចាំទ្រង់ក៏ឲ្យលុយទៅម្ចាស់ហាងដើម្បីទិញយកកាំបិតមកវិញក្មេងប្រុសខឹងខ្លាំងណាស់កាំបិតនោះជារបស់ខ្ញុំពួកឯងមនុស្សអាក្រក់ពួកឯងលួចរបស់ខ្ញុំនៅក្មេងសោះដៃជើងមិនស្អាតវាទៅឲ្យវាចាំទុកជាមេរៀនកុំវាយបងខ្ញុំអីកុំវាយអីណាបងប្រុសលោកពូកុំវាយបងខ្ញុំពួកយើងធ្វើនេះដើម្បីរកលុយទិញថ្នាំឲ្យម៉ែទេពួកខ្ញុំមិនបានលួចទេកុំវាយគាត់អីឃើញក្មេងស្រីអង្វរបែបនេះស្ដេចក៏នឹកឃើញការដែលគូស្នេហ៍ទ្រង់ធ្លាប់អង្វរទ្រង់ដូចគ្នាចិត្តអាណិតក៏កើតឡើងទ្រង់ក៏ដោះលែងពួកគេមើលទៅក្មេងដើរចេញទៅទ្រង់គិតថាបើសិនទ្រង់នឹងនាងបានជួបជុំគ្នាកូនរបស់ទ្រង់ប្រហែលជាធំប៉ុណ្ណឹងដែរហើយទ្រង់ក៏ឲ្យអង្គរៈតាមទៅមើលគ្រាន់តែទៅដល់ក៏ឃើញស្ត្រីជាម្ដាយកំពុងឈឺធ្ងន់ស្រាប់តែម្ចាស់ផ្ទះចិត្តអាក្រក់មកទារលុយថ្លៃផ្ទះតែនាងគ្មានចំណូលគ្មានលុយឲ្យទេម្ចាស់ផ្ទះឃើញបែបនេះក៏ចង់ចាប់កូនស្រីយកទៅស្ត្រីជាម្ដាយមិនព្រមម្ចាស់ផ្ទះខឹងក៏បណ្ដេញពួកគេចេញកូនស្រីតូចមិនដាច់ចិត្តឃើញម៉ែនិងបងប្រុសគ្មានកន្លែងនៅក៏សុកចិត្តទៅជាមួយម្ចាស់ផ្ទះម្ដាយស្ទុះទៅខាត់ភ្លាមកូនមិនអាចទៅជាមួយវាទេខ្ញុំសុំអង្វរលែងកូនខ្ញុំទៅអត់លុយទេអីចាត់ការទៅបើហ៊ានធ្វើបាបពួកគេទៀតកុំសង្ឃឹមថាបានសុខយកលុយហើយឆាប់ទៅយកប្រាក់នេះទៅមើលជំងឺម៉ែឯងទៅម៉ែខ្ញុំមកវិញហើយមិនហើយកូនបងប្រុសត្រូវគេចាប់ខ្លួនទៅសាលាខេត្តហើយគេថាបងដុតផ្ទះគេថាម៉េចធ្វើម៉េចទៅម៉ែចៅវាយខេត្តឈីងជើកាច់សាហាវណាស់កូនម៉ែប្រកាសជាត្រូវគេធ្វើបាបហើយលោកម្ចាស់ចៅវាយខេត្តដឹងថាលោកម្ចាស់មកបានរៀបចំកន្លែងស្នាក់នៅរួចរាល់ហើយ
តោះទៅចាស់អូយលោកប្រុសសុំទោសលោកប្រុសភ្នែកខ្ញុំមើលមិនឃើញទើបដើរបុកលោកប្រុសប្រយ័ត្នផងអាលីងម៉ែវិលមុខណាស់ឆាប់នាំម៉ែទៅរកបងប្រុសឯងម៉ែមើលមិនឃើញដែរម៉ែមានត្រូវភ្លើងរលាកទេមិនអីទេឆាប់ទៅរកបងកូនទៅពួកខ្ញុំមិនបន្ទោសម៉ែទេតោះម៉ែយើងទៅរកបងប្រុសនោះមិនមែនក្មេងលក់ថង់ក្រអូបទេនាងទៅសាលាខេត្តធ្វើអីតោះទៅមើលនាំជនជាប់ចោតមកតើមានរឿងអីជំរាបលោកម្ចាស់អាស្មូម្នាក់នេះមិនត្រឹមតែលួចលុយខ្ញុំទេថែមទាំងមិនព្រមសារភាពទៀតលោកម្ចាស់ត្រូវតែដាក់ទោសវាឲ្យធ្ងន់វាឲ្យខ្ញុំមិនបានលួចទេខ្ញុំត្រូវគេចោទប្រកាន់ទេនៅសាលាក្តីអ្នកណាក៏ថាខ្លួនឯងត្រឹមត្រូវដែរចាំមើលវារួចនៅរឿងទៀតអត់វាទៅទេកុំវាយកូនខ្ញុំម៉ែកុំខ្លាចអីកូននៅមានម៉ែនឹងការពារកូនចាប់ពួកវាទៅកុំប៉ះពាល់ម៉ែខ្ញុំលែងម៉ែខ្ញុំទៅខ្ញុំមិនបានលួចទេសូមអង្វរកុំធ្វើបាបពួកយើងអីគឺលោកប្រុសម្នាក់នេះហើយដែលឲ្យប្រាក់មកពួកខ្ញុំលោកប្រុសជួយប្រាប់លោកម្ចាស់ផងថាប្រាក់នោះលោកជាអ្នកឲ្យមកពួកខ្ញុំលោកជាសាក្សីរបស់ពួកខ្ញុំគេចោទថាកូនខ្ញុំលួចប្រាក់តែប្រាក់នោះលោកជាអ្នកឲ្យសោះតើលោកធ្លាប់ឲ្យប្រាក់ទៅពួកគេទេខ្ញុំមិនដែលឲ្យប្រាក់ទៅអ្នកណាទេហេតុអីអ្នកកុហកបែបនេះហាឃើញទេលោកប្រុសគេបដិសេធហើយនៅមានអីត្រូវដោះសារទៀតពួកយើងមិនដែលស្គាល់គ្នាផងហេតុអីលោកធ្វើបាបខ្ញុំម្លេះហឺគួរឲ្យអស់សំណើចខ្ញុំនិយាយការពិតសោះបែរជាថាយើងធ្វើបាបទៅវិញមានម៉ែមិនចេះប្រដៅបែបនេះទើបកូនខ្លាចជាចោរមិនមែនទេអ្នកឯងចង់សម្លាប់ពួកខ្ញុំមែនទេសាក្សីនិងភស្តុតាងមានគ្រប់អស់ហើយមិនបាច់ស៊ើបទៀតទេវាស្ត្រីនេះទៅវាទៅកូនធ្វើខុសមកពីឪពុកមិនចេះប្រដៅឆាប់សារភាពមកកុំឲ្យឈឺសាច់ជាងនេះលែងម៉ែខ្ញុំទៅកូនស្រីអូយ